ពីខែតុលាឆ្នាំ2019អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្ដេចតេជោហ៊ុនសែនទៅកាន់សាធារណរដ្ឋឆែកនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាសម្ដេចក៏បានមានប្រសាសន៍ដោយផ្ទាល់ថាកាលពីពេលមុននេះកម្ពុជាបានទិញយន្តហោះស៊ើបការ L39 ចំនួន6គ្រឿងទៅកម្ពុជារួចហើយឥឡូវនេះព្រឹកមិញនេះខ្ញុំក៏បានស្នើសុំពិភាក្សាអំពីលទ្ធភាពដែលកម្ពុជាអាចទិញនៅយន្តហោះស៊ើបការ L39 ប្រភេទថ្មី3ទៅ4គ្រឿងបន្ថែមទៀតហើយយើងនឹងបន្តការពិភាក្សាពីបញ្ហានេះរួមទាំងអាវុធមួយចំនួនដែលកម្ពុជាកំពុងនាំចូលនិងអាចបន្ថែមនៅអាវុធធំប្រាំមួយចំនួនផ្សេងទៀតនៅក្នុងវិស័យទំនាក់ទំនងសន្តិសុខនិងការពិជាតិរបស់យើងធ្លាប់ស្រមៃទេថាថ្ងៃណាមួយផ្ទៃមេឃរបស់ប្រទេសកម្ពុជាយើងនឹងត្រូវបានការពារដោយយន្តហោះចម្បាំងទំនើបដែលបញ្ជាដោយអាកាសយានិកវ័យក្មេងពោពេញទៅដោយសមត្ថភាពជាការពិតណាស់ការកសាងកងទ័ពអវកាសដ៏រឹងមាំគឺជារឿងមួយដែលមិនអាចធ្វើបាននៅក្នុងរយៈពេលត្រឹមតែមួយយប់នោះទេហើយវាទាមទារឲ្យយើងបោះជំហានជាលំដាប់លំដោយហើយបើយើងក្រឡេកទៅមើលការពីប៉ុន្មានឆ្នាំមុនវាមានដំណឹងគួរឲ្យចាប់អារម្មណ៍មួយដែរដែលជាសញ្ញាណវិជ្ជមានមួយសម្រាប់ការធ្វើទំនើបកម្មកងទ័ពអាកាសយោធាកម្ពុជានេះគឺជាគម្រោងនៃការបញ្ជាទិញយន្តហោះហ្វឹកហាត់ប្រយុទ្ធចំនួនថ្មីពីតំបន់អឺរ៉ុបតើយន្តហោះនោះវាមានឈ្មោះអ្វីហើយវាមានសមត្ថភាពកម្រិតណាហើយតាមមកទល់នឹងឆ្នាំ2026នេះវាគឺពិតជានៅតែជំរឿនដ៏ល្អនិងស័ក្តិសមសម្រាប់ប្រទេសកម្ពុជាយើងដែរទេហើយថ្ងៃនេះជើងមេឃនឹងនាំបងប្អូនទៅធ្វើការវិភាគឲ្យបានស៊ីជម្រៅទាំងអស់គ្នាបងប្អូនត្រូវតែដឹងថាប្រទេសកម្ពុជាយើងបច្ចុប្បន្នមានយន្តហោះ model L39C ដែលជាចំនួនចាស់ចំនួន6គ្រឿងរួចមកហើយ L39 ស៊េរីចាស់នេះគឺជាយន្តហោះហ្វឹកហាត់ដ៏ល្បីល្បាញបំផុតមួយនៅក្នុងសម័យសង្គ្រាមត្រជាក់ដែលប្រើប្រាស់ទៅដោយប្រទេសរាប់សិបជុំវិញពិភពលោកក៏ប៉ុន្តែអ្វីដែលជាគោលដៅបន្ទាប់គឺមិនមែនជារបស់ចាស់ទៀតនោះទេគឺ L39 ចំនួនថ្មីស្រឡាងដែលគេហៅកាត់ថា L39NG គឺ Next Generation ឬថ្មីនេះនៅក្នុងខែតុលាឆ្នាំ2024វាត្រូវបានដាក់ឈ្មោះជាផ្លូវការយ៉ាងលយថា Skyfox ឬក៏កញ្ជ្រោងមេឃឥឡូវនេះយើងមកវះកាត់មើលពីសមត្ថភាពរបស់កញ្ជ្រោងមេឃ L39NG នេះបន្តិចផលិតដោយក្រុមហ៊ុនរ៉ូឆេកគឺ Aero Bodochody ហើយវាត្រូវបាន original ឡើងវិញទាំងស្រុងពី model ចាស់ដោយផ្ដោតទៅលើបច្ចេកវិទ្យានៃសតវត្សទី21បើយើងទៅនិយាយអំពីផ្នែកម៉ាស៊ីនវិញវាបំពាក់ទៅដោយម៉ាស៊ីនរបស់អាមេរិកគឺ Williams International AFJ49 4M ដែលជួយឲ្យវាហោះបានលឿនរហូតដល់900 គីឡូម៉ែត្រនៅក្នុង1ម៉ោងអ្វីដែលពិសេសគឺម៉ាស៊ីននេះស៊ីប្រេងតិចខ្លាញ់ធន់និងងាយស្រួលថែទាំសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍការចំណាយលើការថែទាំគឺវាជារឿងសំខាន់ខ្លាំងមែនទែនប្រព័ន្ធបញ្ជា Avionics បន្ទប់អ្នកបើកបរគឺ cockpit ត្រូវបានបំពាក់ទៅដោយអេក្រង់ digital សុទ្ធគឺ glass cockpit ដែលអាចคล้ายធ្វើជាប្រព័ន្ធបញ្ជារបស់យន្តហោះចម្បាំងចំនួនទី4និងទី5បាននេះវាមានន័យថាអាកាសយានិកដែលវឹកហាត់ជាមួយវាពេលដែលរៀនចប់នឹងងាយស្រួលបន្តទៅបើកយន្តហោះខ្នាតធំៗតែម្ដងបើយើងទៅនិយាយអំពីការបំពាក់អាវុធ payload វិញថ្មីត្បិតតែវាគឺជាយន្តហោះវឹកហាត់តែក៏មើលងាយវាឲ្យសោះ L39NG មានចំណុចភ្ជាប់អាវុធគឺ head point ចំនួន5កន្លែងវាអាចផ្ទុកអាវុធបានរហូតដល់ជាង1600គីឡូក្រាមហើយវាអាចបំពាក់បានទាំងកាំភ្លើងយន្តធុនធ្ងន់ 12.7 មីលីម៉ែត្រគ្រាប់រ៉ុកែតគ្មានបញ្ជាគ្រាប់បាយឆ្លាតវៃគឺ laser guided bomb រហូតដល់មីស៊ីលបាញ់ទម្លាក់យន្តហោះពីលើអាកាសដូចជា AIM-9 Sidewinder ទៀតផងវាដើរតួនាទីជាយន្តហោះប្រយុទ្ធធុនស្រាលគឺ light attack aircraft យ៉ាងមានប្រសិទ្ធភាពនៅក្នុងការល្បាតព្រំដែនឬក៏វាប្រហារគោលដៅនៅលើដីហើយចុះតម្លៃវាវិញយ៉ាងម៉េចដែរ L39NG មួយគ្រឿងគឺវាមានតម្លៃប្រមាណពី15ទៅ20លានដុល្លារតែប៉ុណ្ណោះនៅក្នុងពិភពយោធាយើងឃើញមានការចំណាយទឹកប្រាក់មហាសាលរហូតដល់ 13.3 ពាន់លានដុល្លារហើយត្រឹមតែសម្រាប់ការសាងសង់នៃវាផ្ទុកយន្តហោះមួយគ្រឿងតែប៉ុណ្ណោះដូច្នេះសម្រាប់កញ្ចប់ថវិកាការពារជាតិខ្នាតតូចការវិនិយោគតម្លៃ15លានដុល្លារនៅលើយន្តហោះដែលអាចធ្វើទាំងការវឹកហាត់កម្រិតខ្ពស់និងការប្រយុទ្ធធុនស្រាលវាគឺជាការគិតគូរហិរញ្ញវត្ថុដ៏ឈ្លាសវៃនិងចំគោលដៅបំផុតវាជួយសន្សំសំចៃខ្ពស់តែនៅតែរក្សាបានសមត្ថភាពប្រយុទ្ធជាក់ស្ដែងនៅក្នុងបរិបទឆ្នាំ26នេះហើយបងប្អូនប្រហែលជាសួរថាហេតុអ្វីមិនទិញយន្តហោះទំនើបដូចជា F16 ឬក៏ Su-30 តែម្ដងទៅការគិតបែបនេះគឺពិតជាត្រឹមត្រូវតែបើយើងមើលនៅក្នុងទស្សនវិជ្ជាជាក់ស្ដែងការទិញយន្តហោះធំភ្លាមគឺវាប្រៀបដូចជាយើងមិនទាន់ចេះម៉ូតូស្ទាត់ផងតែយើងទៅទិញឡានស្ពណ៌មកបើកយ៉ាងអញ្ចឹងដែរហើយវាត្រូវការហេដ្ឋារចនាសម្ព័ន្ធធំដុំក្លែងផ្ទុកដ៏ទំនើបជាងជួសជុលកម្រិតខ្ពស់តែជាពិសេសគឺធនធានមនុស្សការមាន L39NG គឺជាសាលារៀនហោះហើរដ៏ល្អឥតខ្ចោះមួយវាបានផ្ដល់ឱកាសឲ្យអាកាសយានិកវ័យក្មេងរបស់យើងបានស្គាល់ពីបច្ចេកវិទ្យាយន្តហោះស៊េរីថ្មីហើយវាមានភាពស៊ាំជាមួយនឹងល្បឿននិងយុទ្ធសាស្ត្រប្រយុទ្ធពីលើអាកាសហើយនេះគឺជាការសាងគ្រឹះដ៏រឹងមាំមួយមុននឹងកម្ពុជាសម្រេចចិត្តឈានជើងចូលទៅក្នុងពិភពនៃយន្តហោះប្រយុទ្ធខ្នាតធំ Fighter Jet នាពេលអនាគតទន្ទឹមនឹងនេះវាក៏អាចប្រើសម្រាប់ល្បាតដែនអាកាសនិងដែនសមុទ្រកម្ពុជារបស់យើងនៅក្នុងកំឡុងពេលដែលកំពុងផងក្រៅពីសាធារណរដ្ឋឆែកតែកម្ពុជាមានជំរឿអ្វីទៀតដែលអាចពិចារណាបាននៅក្នុងកម្រិតថវិកាប្រហាក់ប្រហែលគ្នាជាការកត់សម្គាល់អ្នកជំនាញយោធាជាច្រើនក៏បានលើកទឹកចិត្តឲ្យមានការធ្វើពិពិធកម្មមិនគួរពឹងផ្អែកទៅលើការទិញអាវុធតែពីប្រទេសចិនតែមួយមុខនោះទេ
ការប្រើប្រាស់បច្ចេកវិទ្យាចម្រុះជួយឲ្យកងទ័ពយើងមានភាពបត់បែនបានខ្ពស់និងមិនងាយរងសម្ពាធពីប្រទេសណាមួយឡើយបើសិនជាកម្ពុជាចង់សម្លឹងមើលជម្រើសផ្សេងៗនេះគឺជាយន្តហោះហ្វឹកហាត់ប្រយុទ្ធចំនួន2 model ដែលល្បីល្បាញនិងកំពុងពេញនិយមមួយគឺជា Kaifa 50របស់កូរ៉េខាងត្បូងនេះគឺជាជម្រើសដ៏ក្តៅគគុកមួយនៅអាស៊ីអាគ្នេយ៍ដូចជានៅហ្វីលីពីនថៃនិងម៉ាឡេស៊ីវាមានល្បឿនលឿនជាងសម្លេង Supersonic និងបំពាក់ទៅដោយរ៉ាដាទំនើបដែលអាចប្រកួតប្រជែងជាមួយនឹងយន្តហោះខ្នាតធំបានពីរគឺ Leonardo M346 របស់អ៊ីតាលីនេះគឺជាយន្តហោះហ្វឹកហាត់កម្រិតកំពូលរបស់អឺរ៉ុបហើយវាត្រូវបានគេហៅថាជាស្ដេចនៃការហ្វឹកហាត់ដែនអាកាសដែលប្រើប្រាស់ដោយប្រទេសធំៗដើម្បីបង្ហាត់អ្នកបើកបរចំនួនទី5ដូចជា F35 ជាដើមជំរឿនទាំងនេះសិតតែជាប្រព័ន្ធបច្ចេកវិទ្យាស្តង់ដាររបស់លោកខាងលិចដែលនឹងជួយលើកកម្ពស់កិត្យានុភាពនៃកងទ័ពកម្ពុជាឲ្យបានមួយកម្រិតទៀតជារួមមកវិញទោះបីជាពេលបច្ចុប្បន្នយើងពុំទាន់ឃើញរឿងរ៉ាវពិតប្រាកដរបស់កញ្ជ្រោងមេឃ L39NG ហោះហើរនៅលើទឹកដីកម្ពុជានៅឡើយក្តីតែគម្រោងផែនការនិងការគិតគូរពីថ្នាក់ដឹកនាំគឺជាសញ្ញាណមួយដ៏គួរឲ្យត្រេកអរហើយការវិវត្តនៃវិស័យការពារជាតិទាមទារពេលវេលាភាពអត់ធ្មត់និងធនធានមនុស្សតើបងប្អូនទាំងអស់គ្នាមានមតិយោបល់យ៉ាងណាដែរតើបងប្អូនគិតថាកម្ពុជាគួរតែបន្តជំរុញការទិញ L39NG ពីសាធារណរដ្ឋឆែកឬគួរងាកទៅរក FA50 របស់កូរ៉េខាងត្បូងវិញ